តើអ្នកចង់ឲ្យបទពិសោធន៍និងជំនាញរបស់អ្នកត្រូវបានទទួលស្គាល់ជាផ្លូវការឬទេការវិតម្លៃទទួលស្គាល់ជំនាញពីមុន OPL អាចជួយប្រែក្លាយបទពិសោធន៍និងជំនាញដែលអ្នកមានពីមុនឲ្យក្លាយទៅជាលិខិតទទួលស្គាល់ជាផ្លូវការបានដោយសន្សំសំចៃពេលវេលានិងថវិកាក្នុងការសិក្សាព្រមទាំងទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលច្រើនជាងមុនតើបងប្អូនត្រូវត្រៀមខ្លួនដូចម្តេចខ្លះដើម្បីចូលរួមធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនវីដេអូណែនាំស្ដីពីដំណើរការនៃការធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនការផ្សាយអគ្គិសនីបងប្អូនអាចចុះឈ្មោះស្នើសុំធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនចាប់ពីថ្ងៃជូនដំណឹងនេះតទៅតាមរយៈប្រព័ន្ធអនឡាញឬទាក់ទងមកលេខ1297ឬមកដាក់ពាក្យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការនៅតាមមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពចំនួន9ទីតាំងតាមរយៈ QR Code បេក្ខជនត្រូវមកបង្ហាញខ្លួននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដែលបានចុះឈ្មោះតាមការណាត់ជួបឲ្យបានមួយសប្តាហ៍មុនថ្ងៃធ្វើតេស្តដើម្បីស្ដាប់ការណែនាំពិនិត្យបន្ទប់ប្រឡងនិងទីតាំងអនុវត្តត្រួតពិនិត្យសម្ភារៈឧបករណ៍បរិក្ខារនិងគ្រឿងប្រដាប់ការពារសុវត្ថិភាពសម្រាប់ការធ្វើតេស្តវិតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានដោយភ្ជាប់មកជាមួយនៅឯកសារចាំបាច់មួយចំនួននៅថ្ងៃធ្វើតេស្តជំនាញបេក្ខជនត្រូវមកដល់កន្លែងផ្ដល់ព័ត៌មាននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពឲ្យបានយ៉ាងតិច1ម៉ោងមុនពេលចាប់ផ្ដើមទៅធ្វើតេស្តវិតម្លៃដោយភ្ជាប់មកជាមួយនៅសាលាកាបាត់ឯកតជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនពេលបេក្ខជនទៅដល់ទីតាំងអនុវត្តតេស្តជំនាញអ្នកវិតម្លៃសមត្ថភាពនឹងផ្ដល់នូវឧបករណ៍បរិក្ខារនិងសម្ភារៈដែលចាំបាច់ផ្ដល់ការណែនាំអំពីបទបញ្ជាផ្ទៃក្នុងនិងសេចក្តីណែនាំសម្រាប់ការប្រតិបត្តិជំនាញរយៈពេល10ទៅ15នាទីបន្ទាប់មកទៀតបេក្ខជនត្រូវពិនិត្យនិងផ្ទៀងផ្ទាត់សម្ភារៈឧបករណ៍និងបរិក្ខារដែលមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពបានរៀបចំជូនតាមបញ្ជីដែលមានក្នុងវិញ្ញាសាប្រតិបត្តិ15នាទីមុនពេលចាប់ផ្ដើមការអនុវត្តជំនាញបេក្ខជនត្រូវអនុវត្តវិញ្ញាសាប្រតិបត្តិការផ្សារអគ្គិសនីក្នុងរយៈពេល3ម៉ោង00នាទីដែលអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យនិងផ្ដល់ពិន្ទុដោយស្របតាមលក្ខខណ្ឌវិនិច្ឆ័យនៃការប្រតិបត្តិដែលបានកំណត់តាមកិច្ចការប្រតិបត្តិចំនួន7ដូចខាងក្រោមកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវជ្រើសរើសនិងប្រើប្រាស់គ្រឿងប្រដាប់ការពារសុវត្ថិភាពជាមុនសិនរួមមានមួកសុវត្ថិភាពផ្សាររបាំងផ្សារកញ្ចក់ថ្លានិងកញ្ចក់ខ្មៅវ៉ែនតាម៉ាស់អាវអៀមស្បែកស្រោមដៃស្បែកស្បែកជើងសុវត្ថិភាពនិងឆ្នុកត្រចៀកកិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវអានគំនុះប្លង់សម្អាតកន្លែងអនុវត្តការងារត្រួតពិនិត្យផ្ទៃតុផ្សារនិងត្រួតពិនិត្យសញ្ញាប្លង់កិច្ចការដើម្បីដំណើរការប្រតិបត្តិការងារកិច្ចការប្រតិបត្តិទី3បន្ទាប់មកទៀតបេក្ខជនជ្រើសរើសសម្ភារៈដែលត្រូវប្រើប្រាស់កំឡុងពេលអនុវត្តនិងដាច់បន្ទះព្រមទាំងធ្វើការធ្វើតេស្តម៉ាស៊ីនផ្សារតម្រូវចរន្តផ្សារកិច្ចការប្រតិបត្តិទី4បេក្ខជនត្រូវផ្គុំដំឡើងកិច្ចការដំណរនិងចាប់ផ្ដើមធ្វើកិច្ចការទៅតាមស្ថានភាពផ្ទៃកិច្ចការប្រតិបត្តិទី5បេក្ខជនត្រូវដំឡើងលោហៈផ្សារនិងធ្វើការចាប់ផ្ដើមដំណើរការផ្សារកិច្ចការប្រតិបត្តិទី6បេក្ខជនត្រូវធ្វើការផ្សារលើបន្ទះដៃកាបោនដោយប្រើម៉ាស៊ីនផ្សារអគ្គិសនីដោយដៃ SMAW និងប្រើប្រាស់ធូប SMAW 111កិច្ចការប្រតិបត្តិទី7បេក្ខជនត្រូវបន្តអនុវត្តផ្សារធ្នេបំពេញនិងអនុវត្តផ្សារធ្នេសម្រេចបន្ទាប់ពីបញ្ចប់កិច្ចការបេក្ខជនត្រូវសម្អាតឧបករណ៍បរិក្ខារសម្ភារៈនិងកន្លែងអនុវត្តការងារនិងទុកដាក់របស់ដែលប្រើប្រាស់រួចទៅទីតាំងដើមឲ្យមានសណ្ដាប់ធ្នាប់មុនពេលលើកដៃបញ្ជាក់ថាបានបញ្ចប់កិច្ចការអ្នកវិតម្លៃសមត្ថភាពនឹងចូលទៅធ្វើការត្រួតពិនិត្យកិច្ចការរបស់បេក្ខជនដើម្បីធានាថាកិច្ចការដែលបេក្ខជនបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសបន្ទាប់ពីបញ្ចប់ការអនុវត្តវិញ្ញាសាប្រតិបត្តិអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យកិច្ចការរបស់បេក្ខជននិងសម្ភាសបេក្ខជនរយៈពេល15នាទីក្រោយបញ្ចប់ការសម្ភាសអ្នកវិតម្លៃសមត្ថភាពនឹងធ្វើការសម្រេចចិត្តថាបេក្ខជនមានសមត្ថភាពឬមិនទាន់មានសមត្ថភាពតាមលទ្ធផលនៃកិច្ចការដែលបេក្ខជនបានអនុវត្តបេក្ខជននិងអ្នកវិតម្លៃសមត្ថភាពត្រូវចុះហត្ថលេខាទទួលស្គាល់លើលទ្ធផលនៃការវិតម្លៃសមត្ថភាពនេះមុនពេលប្រគល់ជូនទៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដើម្បីចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពនឹងចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញ
ជូនដល់បេក្ខជនតាមលទ្ធផលរបស់អ្នកវិតម្លៃសមត្ថភាព OPL ធ្វើឲ្យបទពិសោធន៍និងជំនាញរបស់អ្នកក្លាយជាវិញ្ញាបនបត្រដែលមានការទទួលស្គាល់